បាទនៅពេលឥឡូវនេះវេលាម៉ោង 5:10 នាទីបាទនៅក្នុងថ្ងៃទី27ខែកញ្ញាខែតុលាឆ្នាំ2013បាទឥឡូវហ្នឹងយើងបានដឹកនាំក្រុមសម្ព័ន្ធសារព័ត៌មានដែលមានខ្ញុំបាទហ៊ុនចន្ទថនចាងវាងកាសែតសម្លេងអ្នកការពារនិងលោកថោងច័ន្ទផិនចាងវាងកាសែតក្រុមអ្នកស្រាវជ្រាវព្រមទាំងកាសែតកោះឯករាជ្យនិងកាសែតខ្មែរបច្ចុប្បន្នខ្មែរបាទឥឡូវនេះយើងបានមកដល់ចំណុចទីតាំងបាត់ល្មើសទៀតហើយបាទដែលមានឈើធ្នង់ជាច្រើនបាទកូនដុំទាំងអស់បាទហើយមុខសិតຂະຫນាតទៅនឹងទីផ្សារតម្លៃទីផ្សារហើយនៅពេលឥឡូវនេះយើងក៏ព្យាយាមស្វែងរកនៅអ្នកដែលអនុញ្ញាតប៉ុន្តែក្រោយពេលយើងចុះស្រាវជ្រាវមកទើបយើងដឹងថាមានមន្ត្រីបរិស្ថានបែរជាអ្នកអនុញ្ញាតបាទហើយចំណុចព្រៃនេះគឺជាព្រៃដែលដែលគេហៅថាព្រៃការពាររបស់បរិស្ថានផងដែរព្រៃឧទ្យានជាតិគេហៅថាវីរៈជ័យបាទហើយនេះគឺក្រុមអ្នកធ្វើសកម្មភាពមកគឺកំពុងតែព្យាយាមបាទដើម្បីដាក់តាមទូកដើម្បីយកទៅបញ្ចេញទៅតាមទីផ្សារប៉ុន្តែនៅពេលនេះក្រុមសម្ព័ន្ធសារព័ត៌មានយើងបានចុះមកដល់គោលដៅតែម្ដងហើយក៏បានថតនឹងសកម្មភាពហើយក៏នឹងព្យាយាមសម្ភាសយកនៅព័ត៌មានជាច្រើនទៀតបាទដើម្បីរាយការណ៍ជូនទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលទើបតឡើងថ្មីធ្វើយ៉ាងណាកុំឲ្យមានរូបភាពល្អក់កកដូចជាឯកឧត្តមរដ្ឋមន្ត្រីចាស់អសោះសូមឲ្យឯកឧត្តមមេត្តាជួយពិនិត្យមើលផងបាទដើម្បីការពារពីព្រោះថាកតុយនេះឥឡូវខ្លាយទៅជាព្រៃបាទដំឡូងអស់ទៅហើយនៅសល់តែព្រៃឧទ្យានជាតិមួយគេហៅថាវីរៈជ័យនេះទេដែរបាទដែលនៅសល់អាចនឹងជាសម្បត្តិរបស់ប្រទេសកម្ពុជាយើងប៉ុន្តែឥឡូវនេះយើងឃើញថាមន្ត្រីជំនាញជាច្រើននោះជាពិសេសគឺមន្ត្រីបរិស្ថានដែលការពារនៅទីនេះតែម្ដងដែលបណ្ដោយឲ្យក្រុមបាទអ្នកធ្វើបាត់ល្មើសធ្វើសកម្មភាពយ៉ាងកកឹកក្រែងតែម្ដងបាទ